mà mơ đầy môi đài cụ tại đằng và cọt cứ rốt chào cọt ba rốt chào cọt chất đang trồ rong cả hai ba chẳng dương pinat mơ đầy bạc mày ba chẳng đầy để dương pinat cứ dương trâu pinat lực sai snai hà và cọt chẳng nhâm sống héo sai snai hà hai ba bong phồnអ្នកខ្លះគាត់ហៅខ្សែពីអ្នកខ្លះគេហៅខ្សែចំណងស្នេហ៍បាទប៉ុន្តែខ្ញុំសូមហៅខ្សែស្នេហាឲ្យពីថ្ងៃនេះទៅបាទឲ្យវាខុសគេណាបាទអញ្ចឹងយើងឃើញថាស្នេហាប្រកបទី1នេះគឺមានណាទូចនេះមួយប៉ុន្តែរៀងកងកចុះក្រោមគាត់ខូចចិត្តខ្លាំងណាស់ទៅហើយបាទខ្លាំងណាស់ទៅហើយប៉ុន្តែគាត់បានមកជួបស្នេហាទី2គឺស្នេហានេះបាទដែលខ្ញុំនិយាយនេះបាទអូគឺវាកោងចុះក្រោមបែបហ្នឹងអ្នកនរគ្នាបាទគឺមួយហ្នឹងបាទស្នេហាប្រកបនេះគឺជាខ្សែស្នេហាមួយដែលស្រឡាញ់គ្នាខ្លាំងប៉ុន្តែអត់បានគ្នាទេបាទអត់បានគ្នាទេនៅពេលចិត្តចូលរោងការទៅហើយបែរជាសង្សារប្រកបហ្នឹងបាទរត់ចោលឬក៏ទៅចោលគាត់ទាំងឈឺចាប់បាទទាំងដែលគាត់មិនអស់ចិត្តបាទទាំងដែលមិនសមហេតុផលបាទបងប្អូនអញ្ចឹងខ្សែដែលមានសយងធ្លាក់មកអញ្ចឹងណាខ្សែស្នេហាដែលសយងធ្លាក់មកបែបហ្នឹងបងប្អូនបាទគឺស្នេហាប្រកបមួយគឺពិបាកទទួលយកខ្លាំងណាស់បាទហេតុអីបងប្អូនតែងតែសួរថាហេតុអីបាទបងប្អូនអាហ្នឹងហើយជាព្រំលិខិតកម្មពីដែលយើងត្រូវតែជួបណាបងប្អូនសួរថាយើងកិច្ចផុតអត់បាទបងប្អូនកិច្ចអត់ផុតទេបាទរបស់ដែលយើងត្រូវជួបគឺត្រូវតែជួបអញ្ចឹងណាវាអាចអត់ជួបបានវាអាស្រ័យលើកុសលផលបុណ្យរបស់យើងធ្វើណាបាទហ្នឹងហើយបងប្អូនអញ្ចឹងខ្សែដែលធ្លាក់ចុះមកកាត់ជាមួយនឹងខ្សែបេះដូងបាទខ្សែហ្នឹងខ្ញុំហៅខ្សែស្នេហាណាដែលដោះមកកាត់ជាមួយខ្សែបេះដូងកន្លែងនេះបាទកន្លែងកាត់ហ្នឹងទលុះមកនេះគឺជាស្នេហាមួយដែលពិបាកហើយឈឺចាប់ខ្លាំងបំផុតបាទខ្លាំងណាស់បាទអាចនិយាយថាពេលដែលបែកគ្នាទៅគឺឈឺណាស់ឈឺខ្លាំងណាស់អាចថាអត់បាយអត់ទឹកតែម្ដងបាទបងប្អូនអញ្ចឹងបងប្អូនអាចមើលដៃទាំងអស់គ្នាបានណាមិនថាស្រីថាប្រុសទេបងប្អូនអាចមើលបានស្រីគឺដៃឆ្វេងប្រុសគឺដៃស្ដាំណាបងប្អូនបាទអញ្ចឹងបងប្អូនអាចមើលទៅណាបាទតើយើងមានខ្សែទម្លុះដល់តំណឹងដែរអត់ហើយបើមានខ្សែទម្លុះដល់តំណឹងហើយអូនឯងចាំមើលរឿងដែលកើតឡើងក្នុងជីវិតអូនឯងណាគឺពិបាកទទួលយកមែនតែនបាទគឺរឿងដែលកើតឡើងមកគឺធំខ្លាំងតែម្ដងបាទគឺឈឺចាប់ខ្លាំងបាទ